បាលខេត្តឧត្តរមានជ័យបានប្រកល់ផ្ទះចំនួន203ខ្នងជូនគ្រួសារភេសជ្ជៈនៅក្នុងក្រុងសំរោងនិងស្រុកបន្ទាយអំពិលស្នាក់នៅបណ្ដោះអាសន្នកាលពីថ្ងៃទី7ខែមីនាឆ្នាំ2026ការប្រកបផ្ទះនេះមានរៀបចំពិធីចាប់ឆ្នោតបែងចែកផ្ទះដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួនដើម្បីកំណត់យកផ្ទះលេខនិងទីតាំងជាក់ស្ដែងសម្ដៅធានាបាននូវយុត្តិធម៌និងតម្លាភាពស្រាបៀរគ្រីតឧត្តមភាពនៃគុណភាពផ្ទះទាំង203ខ្នងនេះបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេសរឹងមាំនិងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី9ខែមីនាឆ្នាំ2026នេះឯកឧត្តមប៉ែតបណ្ណាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថារហូតមកដល់ពេលនេះមានប្រវត្តិភេសជ្ជៈសរុបចំនួន 93% ហើយដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅក្នុងចំណោមប្រវត្តិភេសជ្ជៈសរុបចំនួន 64,000 នាក់នៅសល់ប្រវត្តិភេសជ្ជៈជាង 45,000 នាក់ទៀតដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយពួកគេបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលទាំងលើជីវភាពរស់នៅបរិស្ថាននិងសុខុមាលភាពជាក់ស្ដែងពួកគេបានទទួលជាបណ្ដានៅជំរកបណ្ដោះអាសន្នដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយនឹងភាគីថៃតាមរយៈមធ្យោបាយការទូតដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឲ្យពួកគេវិលទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខនេះសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក